បាទមកពីស្រុកស្រីសន្ធោខេត្តកំពង់ចាមតែពេលនេះឃើញថាផ្ទៃទឹកខាងក្រៅបាទផ្ទៃទឹកខាងក្រៅមុនដប់ហាក់ដូចជំនឿជ្រាបដែលឯកសន្តានពណ៌លឿងចាក់យូរមកហើយចំណែកឯព្រះថោងថៃជ័យមិនទៅឲ្យព្រះថោងអើយលឿនតែមកនៅក្បែរនេះទេទឹកដីធ្លាប់អ៊ំនៅមេគង្គលើដូចតែគ្នាក៏ប៉ុន្តែឃើញថាផ្ទៃទឹកខាងក្រៅផ្ទៃទឹកខាងក្រៅគឺវត្តមកដប់បាទណាស់ឯកសន្តានប្រហែលជាគាត់នៅតែទទួលជ័យជំនះដោយបាត់តែម្ដងហើយចំណែកឯព្រះថោងមានជ័យនោះក៏បន្ថែមលំលឿនមកដែរសម្រាប់ជ័យទី2នេះយ៉ាងមិនទៅហើយហាក់ដូចជាបងចាញ់ឆ្ងាយមែនទេបាទឃើញថាបាច់ឆ្ងាយណាស់សម្រាប់គូទី1ខាតអន្តរជាតិបាទគឺកោះខ្សាច់ពលាមានជ័យបារមីវត្តមកដប់នៅ